សុស្ដីបងប្អូនទាំងអស់គ្នាមុខម្ហូបថ្ងៃនេះគឺស្ងោរស្ពៃជូរឆ្អឹងជំនីជ្រូកមុខម្ហូបមួយមុខនេះគឺជាម្ហូបដែលអ្នកផ្ទះរបស់ខ្ញុំចូលចិត្តមិនថាស្ងោរស្ពៃជូរឬក៏ឆាស្ពៃជូរគឺដឹងតែញ៉ាំអស់ពីចានគ្មានសល់ទេហើយផ្ទះបងណាខ្លះដែលចូលចិត្តស្ងោរស្ពៃជូររសជាតិជូរហឹរបែបអញ្ចឹងតោះទៅធ្វើញ៉ាំជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ស្ងោរស្ពៃជូរមួយមុខនេះគឺអត់មានគ្រឿងផ្សំអីច្រើនទេមានតែឆ្អឹងជំនីជ្រូកស្ពៃជូរខ្ទឹមចិញ្ច្រាំម្រេចម្ទេសនិងស្លឹកខ្ទឹមរួចដំបូងគេហ្នឹងគឺខ្ញុំត្រូវយកឆ្អឹងជំនីជ្រូកយើងហ្នឹងមកស្រុះជាមួយនឹងទឹកក្តៅសិនស្រុះវាប្រហែលជា5នាទីអីទៅដើម្បីកុំឲ្យឆ្អឹងជ្រូកហ្នឹងគឺវាធំក្លិនបន្ទាប់មកដាក់ខ្ទឹមនិងម្រេចរំលីងវាឲ្យឈ្ងុយបានខ្ញុំដាក់ឆ្អឹងជំនីជ្រូកយើងចូលឆាវាឲ្យបាន2ទៅ3ត្រឡប់ទើបខ្ញុំបន្ថែមជាមួយនឹងគ្រឿងទេសមានទឹកត្រីប៊ីចេងម្សៅស៊ុបស្ករច្បល់វាឲ្យសព្វជាមួយនឹងគ្រឿងយើងរួចរំងាស់វាទុកប្រហែលជា10នាទីក្រោយមកចំបងស្ពៃជូរចូលកូរត្រឡប់វាឲ្យសព្វរំងាស់ស្ពៃរបស់យើងនឹងឲ្យបានឆ្អិនបន្តិចទើបខ្ញុំចាក់ទឹកចូលរួចហើយខ្ញុំទុកវាថែមមួយពុះទៀតគឺថាឆ្អិនហើយបងប្អូនចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមរួចដួសយកមកញ៉ាំក្តៅរសជាតិជូរហឹរអញ្ចេះទៀតនិយាយពីថាឆ្ងាញ់ណាស់ទឹកសម្លវិញឡើងខាប់ស្ងោរស្ពៃជូរបងម្រេចហឹរតិចអញ្ចេះញ៉ាំរួចបែកញើសស្រួលខ្លួនមែនតែនហើយវីដេអូរបស់យើងថ្ងៃនេះមានតែប៉ុណ្្នេះទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមើលវីដេអូនេះ